មែនតើមនុស្សគ្រប់គ្នាគួរតែគោរពប្រមាថធរណីតែស្អីជើងយើងជាប់ដីរាល់ថ្ងៃណាញ៉ាំទឹកដើរលើដីអញ្ចឹងក៏គ្នាតែគោរពប្រមាថធរណីចឹងប្រមាថធរណីអត់រើសទេអ្នកណាក៏គោរពបានដែរអញ្ចឹងដល់ពេលយើងកាត់គ្រោះហើយយើងអាចដឹងគុណប្រមាថធរណីគោរពប្រមាថធរណីទៅចង់លក់ដីដាច់ណាអ្នកអាចចង់ដាក់ទ្រព្យអីហ្នឹងគឺពាក់ព័ន្ធនឹងប្រមាថធរណីចង់លក់ដូរដាច់លុយចូលច្រើនទៅណាលៀបមកបានដោយធัวមិនបានន័យថាបន់ឲ្យដេកទេណាអញ្ចឹងបន់ឲ្យលក់ដូរតែលក់ដូរដោយសុចរិតមិនលក់ដូរទៅគេប្រវាញ់បោកប្រាស់គេទេនឹងបួងសួងព្រះសិវលីអញ្ចឹងព្រះសិវលីជាព្រះដែលសម្បូរទ្រព្យចង់បានលៀបបន់ព្រះសិវលីមិនមែនបន់ព្រះពុទ្ធទេបន់ព្រះពុទ្ធគឺបន់បួងសួងសុំឲ្យមានសេចក្តីសុខមិនមែនសុំលៀបព្រះពុទ្ធទេណាបើព្រះពុទ្ធលះបង់កន្លះអស់ហើយហ្នឹងមែនទេទ្រព្យសម្បត្តិខ្លួនលះបង់អស់ហើយហ្នឹងអញ្ចឹងក៏សុំលៀបព្រះពុទ្ធបាច់លៀបមានលៀបឲ្យមិនអញ្ចឹងកាលណាយើងបន់សេចក្តីសុខសុំសេចក្តីសុខយកបន់ព្រះពុទ្ធសុខសប្បាយតែបើសុំលៀបគឺព្រះសិវលីចឹងហេតុអីព្រះសិវលីនេះខ្ញុំធ្វើជាពណ៌សម្រាប់ព្រោះតាំងចាត់ឲ្យកន្លែងនេះ100ឆ្នាំទៀត200ឆ្នាំទៀតឬ300ឆ្នាំទៀតកន្លែងនេះទៅជាតំបន់ដែលស័ក្តិសិទ្ធិខ្លាំងព្រោះនៅពេលដែលយើងធ្វើតម្រងបែបស្ពាន់សម្រាប់បែបនេះកាលណាយើងសូត្រកាន់តែច្រើនកន្លែងនេះស័ក្តិសិទ្ធិកាន់តែខ្លាំងពេលវេលាកាន់តែយូរក៏កាន់តែស័ក្តិសិទ្ធិកាន់តែខ្លាំងព្រោះដោយសារកាន់តែយូរមើលទៅកាន់តែមានតម្លៃយើងឃើញព្រះសម្រាប់នេះគេឲ្យតម្លៃហ្នឹងទេ200-300ឆ្នាំមុនមួយអង្គរាប់សែនចឹងក្នុងនេះយើងមើលស្អាតអត់ស្អាតដែរយើងមើលពីចម្ងាយឃើញលំអូទៅចូលនៅពីក្រោមពុះខ្លាំងនឹងកម្ពស់ពីក្រោមទៅ9ម៉ែត្រជាង10ម៉ែត្រចឹងបើយើងគិតទៅខាងលើនឹង18ម៉ែត្រធំប៉ុណ្ណាហើយនៅលើកម្ពស់ដុំទៀតនៅ18ម៉ែត្រទៀតនៅព្រះអង្គផ្សេងៗតទៀតជាង10អង្គទៀតយើងសង់បដាតែនេះដោយសារយើងចង់ឲ្យបងប្អូនខ្មែរយើងគាត់មានកន្លែងកាត់គ្រោះបែបខ្មែរមកទៅស្អីតិចក៏តាមជំនឿសាសនារបស់ចិន